Hello សួស្តីអ្នកនរគ្នាអញ្ចឹងនឹងហើយយើងចូលតមេរៀនពាក់ព័ន្ធជាមួយនឹងអឺបន្តមេរៀនយើងទៀតពាក់ព័ន្ធមួយ Sell Book Online អញ្ចឹងកាលពីថ្ងៃមុនយើងរួចរាល់ឬក៏ finish ជាមួយនឹងការ connect ទៅកាន់ database ជាមួយនឹង MongoDB អញ្ចឹងថ្ងៃហ្នឹងយើងមកធ្វើពាក់ព័ន្ធជាមួយនឹង user អញ្ចឹងទី1យើងត្រូវមាន user សិនអូខេអញ្ចឹងដើម្បីមាន user ទី1ខ្ញុំចូលមកកាន់ source ហើយខ្ញុំបង្កើត folder មួយឈ្មោះថា type type អញ្ចឹងខ្ញុំដាក់ file មួយឈ្មោះថាខ្ញុំដាក់ user type ទៅអូខេអញ្ចឹងខ្ញុំបង្កើតខ្ញុំ export ឥឡូវខ្ញុំ import document យើង import document ពី Mongo ហើយបន្តមកទៀតខ្ញុំ export interface ហើយខ្ញុំដាក់ឈ្មោះវាថា iUser យើង extend ចេញពី document អូខេហើយនៅក្នុងនោះវាអាចមាន ID វាអាចមានfirst nameយើងផ្លេច s អូខេ last name string ដូចគ្នា email string password string phone string age យើងអាចថា age ជា number ទៅឬក៏ឥឡូវខ្ញុំដាក់ age ជា number ហើយ role វាអាចមាន2មានadmin ឬក៏ user អូខេហើយយើងមាន create add យើងដាក់ថា type date ចឹងទៅ update add type date ដែរអូខេអញ្ចឹងយើង save អញ្ចឹងខ្ញុំបង្កើត type ប៉ុណ្ណឹងខ្ញុំចូលមកក្នុង source នេះខ្ញុំបង្កើត folder មួយទៀតឈ្មោះថា model អញ្ចឹងនៅក្នុង model ខ្ញុំបង្កើត file មកឈ្មោះថា user model មក .ts ជា model ហ្នឹងគឺកន្លែងយើង define schema ដែលវា relate ជាមួយ database អូខេអញ្ចឹងទី1យើង import iUser អូខេ import iUser ពី type ដែលយើងបង្កើតនេះហើយបន្តមកទៀតយើងចាប់ផ្ដើម import យើងចាប់ផ្ដើម import Mongoose ហើយខ្ញុំយកបែបនេះមក schema ហើយនឹង document អូខេអញ្ចឹងខ្ញុំប្រើ con user schema ស្មើ new schema នៃ user interface ដែលយើងបាន define ហ្នឹងអូខេអញ្ចឹងទី1យើងមានអញ្ចឹងហើយបន្តមកទៀតយើង define អីគេមាន first name field របស់យើងមាន first name ហើយខ្ញុំដាក់អញ្ចេះអានេះយើងមានហើយខ្ញុំបាច់ដាក់ sorry អូខេអញ្ចឹងមាន first name type ជា string ហើយ require អានេះយើងដាក់ចេះមិនត្រូវ string ដាក់អក្សរធំក្នុងនេះអូខេrequire true មានន័យថា first name ទៅដាក់ប៉ុណ្ណឹងអញ្ចឹងយើងមានគេ last name ខ្ញុំ copy paste មក last name អូខេ last name បន្តមកទៀតបន្ទាប់ពី last name មានគេមាន email អូខេ email អញ្ចឹង email វា string require ហើយ email គឺ unique true ហើយ lowercase true មានន័យថា email allow the lowercase ទេហើយយើងមានគេ password យើងគេ type string ដែរ
type string ហើយ require true ដូចគ្នា require true ហើយយើងអាចដាក់ថា min length ទៅ min length អាចថាចាប់ពី4ឬក៏6ឡើងទៅ6តួអក្សរឬក៏6លេខចឹងទៅអូខេហើយបន្ទាប់មក phone យើងអាចថា type ជា string ដែរទៅ type ជា string ហើយ require true ដែរមកហើយខ្ញុំគិតថា phone ក៏វាអាចជា unique ដែរថា phone ហ្នឹងមានមួយហើយវាអាចមាន user ប្រើពីរទេអូខេតមកទៀត age យើងគិតថា type ជា number ទៅហើយ require true ដូចគ្នាអូខេតបមកចុងក្រោយគឺ role role យើងអាចថាជា role មាន s ទៅដោយសារតែ user មួយអាចមាន role ច្រើនអញ្ចឹងទៅអូខេអញ្ចឹងយើងដាក់ role ចេះដោយសារវា error ដោយសារតែនៅក្នុងនេះuser យើងដាក់role មានអត់មាន s អញ្ចឹងយើងកែដាក់ s តិចមកអញ្ចឹងកន្លែងនេះវាត្រូវវិញហើយវាលេង error វិញហើយអូខេអញ្ចឹង type string enum យើងអាចថាដាក់ type array នៃ string អញ្ចឹងនៅក្នុងនេះយើងអាចថាចេះបានអូខេអញ្ចឹងអានេះយើងដាក់ enum admin ឬក៏ user អញ្ចឹងទៅហើយបន្តមកទៀត default យើងអញ្ចឹង default ខ្ញុំឲ្យទៅ user ជា user ពេលដែលវាចាប់ផ្ដើមបង្កើតគឺវា role ជា user អញ្ចឹង role នេះ error អីគេយើងមើលអញ្ចឹងកន្លែងប្រហែលជាខុសកន្លែង type យើងអាចដាក់ JSON ទៅstring ចឹងកន្លែងនេះយើងដាក់ type string គេមិន error hash any implicit អូខេយើងដាក់ចឹងសិនទៅអូខេចឹងខ្ញុំដាក់ចេះអាចត្រូវជាង string ទៅអូខេតែអញ្ចឹងសិនមកហើយ enum មានប៉ុណ្ណឹងអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះខ្ញុំដាក់ timestamp true អញ្ចឹងក្នុង timestamp នេះវាត្រូវមានបើកពង្កញ្ចក់ចាំមួយទៀតអូខេsave មួយវា format តបមកខ្ញុំ export default វាខុស export default mongoose model នៃ type user ហើយយើងតាំងឈ្មោះហ្នឹងជា user តមកទៀតយើងប្រើ user schema មកវិញមកអូខេអញ្ចឹងគិតថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយuser អញ្ចឹងអានេះវាអត់យើង import អត់ប្រើលុបវាវិញយើង import schema មកអូខេអញ្ចឹងខ្ញុំគិតថាអូខេប៉ុណ្ណឹងអូខេអញ្ចឹងយើងចាប់ផ្ដើមទៅធ្វើ business logic របស់យើងអញ្ចឹងទី1នៅក្នុងនេះយើងត្រូវធ្វើ business logic ពាក់ព័ន្ធជាមួយនឹង authentication សិនអូខេអញ្ចឹងនៅក្នុង authentication មាន register មាន login មាន logout ជាដើមអញ្ចឹងយើងចាប់ផ្ដើមធ្វើ authentication relate ជាមួយនឹង register គឺ register មានការ assign ជា hash password អីចឹងទៅ assign generate ជា token អីចឹងទៅចឹងអានេះខ្ញុំលុបចោលវាអត់ប្រើទេអូខេអញ្ចឹងខ្ញុំទៅបង្កើត service មួយអូខេខ្ញុំបង្កើត folder ឈ្មោះថា service
អូខេហើយខ្ញុំបង្កើត folder file មួយឈ្មោះថា allservice.ts ខ្ញុំ export cons ខ្ញុំដាក់ថា register service ស្មើនឹង async request យើង request នេះយើង import ចេញពី express response ក៏យើង import ចេញពី express ដែរហើយអូខេអញ្ចឹងនៅក្នុងហ្នឹងយើងចាប់ផ្ដើមធ្វើពាក់ព័ន្ធជាមួយនឹង register អញ្ចឹងទី1យើងមានគេខ្លះយើង define body cons មានអីគេខ្ញុំដាក់ស្មើសិនខ្ញុំដាក់ស្មើrequest.body អូខេអញ្ចឹងអានេះកន្លែងនេះខ្ញុំដាក់ promise មួយសិនpromise user I user ហើយនឹង token ជា string អូខេI user ចេញពី tab I error គេ declare export all local export default មិនអញ្ចឹងឯងកន្លែងនេះមិនអញ្ចឹងឯង yeah sorry ខ្ញុំបិទទៅនេះសិននៅក្នុង user type យើង error អីគេមើល I user extend interface extend ចេញពី document schema ហើយអានេះយើងមកអញ្ចេះអូខេចឹង I user error អីគេ I user extend អូខេឥឡូវខ្ញុំបញ្ចេះសិនហើយខ្ញុំ fix ខ្ញុំ import អូខេយើង import ចេះមិនត្រូវបន្តមកទៀតនៅកន្លែងនេះយើង import ទៅចេះមកយើងកុំដាក់នេះអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់អីគេpromise អូខេ user type I user ហើយ token string អូខេpromise យើងដាក់នេះជា object សិនយើងអាចថា return ចោលសិនទៅreturn គេបើយកដាក់ return ទេឲ្យវាចេញកំហុស error សិនតោះអញ្ចឹងយើងដាក់ return ប៉ុណ្ណឹងសិនឬក៏យើងឲ្យវាកំហុសសិនទៅអូខេអញ្ចឹង request body មានអីគេមាន email password អានេះយើងដាក់ចេះទៅស្រួលដាក់ចេះទៅយើងដាក់ថា user data ស្មើនឹងpatel លេខនេះយើង patel នៃ I user អូខេអញ្ចឹងនៅក្នុងនេះវាអានេះវាស្មើនឹង user data I user data នេះវាចេញពី I user interface ដែលយើង define មានប៉ុណ្ណេះអូខេអញ្ចឹងដល់ប៉ុណ្ណឹងប៉ុន្តែខ្ញុំគិតថាដល់អញ្ចឹងក៏បានឬក៏ដាក់ដូចខ្ញុំមិញវិញទៅស្រួលជាងតោះបែបនេះងាយស្រួលយល់តោះ email password first name last name email password first name last name phone age ប៉ុណ្ណឹងទេហើយបន្តមកទៀតយើងចាប់ផ្ដើម check លក្ខខណ្ឌ register អញ្ចឹងទី1យើងត្រូវប្រើ cons exist email ស្មើexit email ស្មើនឹងawait
user model dot find one អូខេ user model យើង import យ៉ាងនេះយើងមិនបាច់ដាក់ await ក៏បានដែរ user find one អូខេនេះ find user model យើងទាញពី user model នេះហើយយើង find one នៃ email ដែលយើងបញ្ចូល email អូខេអញ្ចឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមប្រើ if exists email នេះមកពីគេនេះយើងif exists email ចឹងនេះយើង find one អូខេយើងដាក់ await កន្លែងនេះ await user find one by email ចឹង if exists មានន័យថាម៉េចយើង return rest.status 4 rest.status 400 JSON ហើយយើងបោះ message មកយើងថាម៉េច user ឬក៏យើងដាក់ថា email already exists ចឹងមកអូខេអញ្ចឹង400គឺ bad request ទៅគ្នាយើងអូខេខ្ញុំអត់ដឹងទេយើងដាក់400សិនមក400 bad request តបមកបើអូខេហើយ everything អូខេយើង check មួយទៀតយើង check phone បើថា phone បើសិនជា phone នៅក្នុង database មានក៏យើងនេះដែរចឹងថាយើងដាក់ថា exist email dot phone បានចឹងកន្លែងនេះ error អីយើងdocument user ចឹងកន្លែងនេះយើងអាចដាក់ថា user find one ចេះចឹងយើង find phone ទៀតមក cons exist phone ស្មើ await user model dot find one នៃ phone អូខេ if exist phone នេះ copy នេះមកយើងដាក់ថា phone already exist ចឹងទៅ phone already exist តោះអូខេហើយបន្តមកទៀតក្រៅពីហ្នឹងយើងអាច save user បានយើងដាក់ថាម៉េច const new user ស្មើ await user model ចេះមកហើយយើង pass ទាំងអស់មក email password first name last name phone ហើយនឹង age អូខេចានេះខ្វះអីគេនេះយើងលុប await ចេញអូខេអញ្ចឹងយើងមើលនេះ quick document user យើង add missing អូខេអញ្ចឹងយើងមានប៉ុណ្ណឹងមានអីទេក៏ប៉ិតដូចតែដើមទេអាសារយើងខុសអីមួយមើលទៅ last name phone អូខេយើងបញ្ជា await ក៏បានដែរតោះបន្តមកទៀតយើងប្រើឲ្យគេយើងដាក់ await new user ហើយយើង dot save ទៅកាន់ database save ថា save ទៅកាន់ database អូខេបន្តមកទៀតយើង return មកអញ្ចឹងយើង return គេយើង return យើងតាំងកាលប៉ិតយើងត្រូវបោះ token មួយទៀតអញ្ចឹងយើងត្រូវសរសេរ function ពាក់ព័ន្ធនឹង generate token អូខេយើងត្រូវសេ generate token អូខេអញ្ចឹងយើងចាប់ផ្ដើមសេ function មួយពាក់ព័ន្ធ generate token មកយើងដាក់ថាគួរតែដាក់នៅក្នុង util ឬក៏យើងដាក់នៅក្នុង
នេះស្រួលអូខេគ្នាយើង let's sing a little bit យើងដាក់នៅក្នុងនេះទៅក៏បានដែរ template យើង save បន្តមកទៀតបន្តមកទៀតយើងអូខេយើងដាក់អញ្ចឹងហើយត្រូវហើយតែយើងទៅបង្កើត generate token មកខ្ញុំគិតថាខ្ញុំខ្ញុំដាក់តាម util តាមនេះហ្មងដែរ cons generate token មកអូខេ generate token ទី1យើងមានអីគេgenerate token ទី1ខ្ញុំចង់ pass the user ID ទេ string អូខេហើយខ្ញុំ return string ទៅវិញអូខេអញ្ចឹងខ្ញុំ return JWT យើងអត់តបាន install JSON Web Token npm install JSON Web Token អូខេអញ្ចឹងយើង return JWT ខ្ញុំ import JWT from JSON Web Token JSON Web Token យើង hover លើវា import JWT ហេតុអីបានវា error អូខេអញ្ចឹងយើងទៅ install type មួយទៀតអូខេលេខ error អញ្ចឹង JWT យើងសាញ user ID ចូលយើងសាញ user ID ហើយបន្ទាប់មកទៀតនៅក្នុងនេះការពិតយើងត្រូវមាន secret key អូខេ secret key អញ្ចឹងខ្ញុំដាក់ process.env. JWT secret key ខ្ញុំដាក់ប៉ុណ្ណឹងយើងដាក់ JSON ហើយខ្ញុំកញ្ចក់បន្ទាប់មកខ្ញុំដាក់ expire token ហ្នឹង expire ដាក់ថា7ថ្ងៃទៅ7ថ្ងៃអូខេអញ្ចឹងដោយសារយើងអត់ទាន់មាននេះអញ្ចឹងខ្ញុំចូលក្នុង env មកហើយខ្ញុំបង្កើតមួយទៀតអូខេអញ្ចឹងខ្ញុំដាក់ secret key វាដាក់ទៅ JSON web secret key តែសម្រាប់គ្នាយើងត្រូវ key ហ្នឹងត្រូវ generate វាឲ្យវែងហើយកុំឲ្យគេដឹងតែនេះខ្ញុំគ្រាន់តែ example ទេអូខេអញ្ចឹង import ពីនេះបានអូខេអញ្ចឹងយើងចាប់ផ្ដើមចូលមកកន្លែងនេះវិញអញ្ចឹងយើងតាំង variable មួយឈ្មោះ token ស្មើ new ស្មើ generate ហើយយើងបោះuser dot យើងបោះ new user នេះមក new user dot id អូខេយើងព្រោះយើងផាស user id ចូលទៅក្នុងនេះយើងបង្កើត function generate token ហើយបោះតាមនេះមកអូខេប៉ុណ្ណឹងទេហើយបន្ទាប់មកទៀតយើងចាប់ផ្ដើម return មក rest.status បើអូខេបើ create បាន201
ចឹងកន្លែងនេះយើងត្រូវ return យើងត្រូវ say return ផង return 201.json អីគេ user គឺ new user តបមក token អូខេចឹងនេះមិន error យើងមើលមក respond any is missing property so ហើយនឹង token អូខេចឹងយើងមើលអូខេចឹងយើងបាច់តន់ប្រើ type ទេយើងបាច់តន់ប្រើ type ទេនៅនេះreturn ហេតុអីវាតាឬក៏វាត្រូវការចាអូខេយើងទៅត return អញ្ចឹងមកនេះចេញតែបើយើង return អញ្ចឹងយើងទៅសេអត់កើតទេយើងកុំតន់យើងបាច់តន់ប្រើនេះទេតាយើងបាច់តន់ប្រើនេះទេបាច់តន់ប្រើ type ទេតោះយើងបិទនេះចោលហើយយើងបើកនេះវិញអូខេចឹងយើងបាយ return ទៅយើង respond ទៅប៉ុណ្ណេះមកអូខេអញ្ចឹងប៉ុណ្ណឹង user ហើយ return user ឬក៏យើងដាក់ថា data អូខេ data ទៅហើយគេថាយើងគួរតែមាន try catch អញ្ចឹងខ្ញុំបង្កើត try catch សិនតោះអញ្ចឹងយើងដាក់ try catch អូខេអញ្ចឹងខ្ញុំយកនេះចូលវិញអូខេយើងយកនេះចូលអូខេដាក់ក្នុងនេះ save មួយហើយបន្ទាប់មកកន្លែង error កន្លែង error នេះយើង rest.status 400 JSON ខ្ញុំដាក់ចេះមក success all ហើយ message error.message អូខេចឹង error យើងដាក់ any សិនទៅ success អូខេចាអត់មានអីទេប៉ុណ្ណឹងអូខេឥឡូវយើងចាប់ផ្ដើមហើយប៉ុណ្ណឹងឲ្យបន្តមកទៀតយើង check មើលកន្លែង password នេះ password យើងអត់ទាន់មាន bcrypt ទេប៉ុន្តែ head ផលដែលយើងត្រូវការប្រាប់ bcrypt គឺដោយសារតែយើងអត់ចង់ឲ្យ password ហ្នឹង save ទៅក្នុង database ដោយជា password ដោយមើលឃើញដោយគេមើលយល់អញ្ចឹងដើម្បីបើយើង decrypt ទៅគេមើលអត់យល់ទេតែអញ្ចឹងយើង test បែបនេះសិនអូខេអញ្ចឹងខ្ញុំចូលមក postman អូខេអញ្ចឹងខ្ញុំទៅបង្កើត collection មួយcollection កើត collection មួយខ្ញុំដាក់ឈ្មោះថា selling book sell book អូខេតមកទៀតខ្ញុំបង្កើត collection មួយ folder មួយឈ្មោះថា odd នេះខ្ញុំមួយចូលក្នុងនេះអូខេហើយក្នុងនេះខ្ញុំដាក់ថា register method post ចង់ localhost 6000 slash អូខេអញ្ចឹង postman ប៉ុណ្ណឹងសិនដោយសារយើងអត់ទាន់សរសេរ controller តោះអញ្ចឹងយើងចាប់ផ្ដើមសរសេរ controller អូខេ
ខេគ្នាយើងចាំមកផ្លែតអូខេប៉ុណ្ណឹងអញ្ចឹងយើងទៅបង្កើត controller ខ្ញុំបង្កើត controller មួយ new folder ដាក់ថា controller ហើយខ្ញុំដាក់ថា os controller.ts អញ្ចឹងដូចគ្នា export cons យើងដាក់ចេះមក register controller ចេះមក smart async request ពី express response ពី express ដែរ response ពី express អូខេតមកទៀតយើងចាប់ផ្ដើម cons យើងដាក់ថា result មក smart គេor service wait os ឥឡូវយើង import os មក import os import register ចឹងអានេះយើងបាច់នេះទេ import register service ហើយយើងបោះ request response ទៅអូខេចឹងបន្តមកទៀតយើង return rest.status result.status ហើយ .json នៃ result អានេះ error គេយើងដោយសារតែនៅក្នុង service យើងJSON ប៉ុណ្ណាអូខេនៅក្នុង controller អូខេយើង return rest.json ប៉ុណ្ណឹងទៅអូខេអញ្ចឹង register ប៉ុណ្ណឹងបន្តមកទៀតយើងចាប់ផ្ដើមទៅធ្វើroute អូខេខ្ញុំបង្កើត folder មួយឈ្មោះថា route អញ្ចឹងនៅក្នុង route នេះខ្ញុំមាន index មួយបង្កើត index.ts អូខេអញ្ចឹងនៅក្នុងខ្ញុំបង្កើត form ទៀតថា os route.ts អូខេអញ្ចឹងនៅក្នុងនេះខ្ញុំបង្កើត cons នៅក្នុងនេះខ្ញុំនឹងបង្កើត route មួយអូខេចាំ plan នេះយើងអូខេអញ្ចឹងយើង import router from express គេនេះបិទចោលវិញបន្តមកទៀត cons router small router បន្តមកទៀតយើងប្រើគេ export default router ចានៅក្នុងនេះនៅក្នុង index អូខេអញ្ចឹងយើងប្រើគេ router.use os route អូខេដោយសារតែ os route អត់ទាន់មានអី save សិនអញ្ចឹងយើងចូលទៅកាត់ os route មកអញ្ចឹងនៅក្នុង os route នេះយើងដូចគ្នា import router from express con router មកនឹង route យើង export default router ដូចគ្នាបន្តមកទៀតយើងប្រើគេ router.post register ហើយយើងទិញពី register controller មកអូខេប៉ុណ្ណឹងមកហើយអញ្ចឹង index នេះខ້ອຍគេ os route អូខេបិទចោលថាថ្មីយើង quick import មកថាថ្មីអូខេ import បែបនេះមិនត្រូវអូខេអញ្ចឹងវាអត់មានអី error ទេយើងចូលដល់ server ដោយសារតែ server គឺជាច្រកទ្វារអញ្ចឹងព
ពេលចូលម្ដងនេះវាអត់ទាន់មាន route call មកប្រើទេអញ្ចឹងវាប្រើអត់បានទេអញ្ចឹងទីមួយយើងត្រូវ call route មកយើង import router from route មកទៅប៉ុណ្្នឹងមកបានហើយបន្តមកទៀតយើងចាប់ផ្ដើម app.use យើងដាក់ថា API v1 ហើយយើង call router មកអូខេប៉ុណ្ណឹងវាជាការស្រេចអញ្ចឹងយើង npm run del មួយអូខេអញ្ចឹងមានន័យថាយើងធ្វើអត់មានខុសទេវាដើរហើយអញ្ចឹងយើងមើលយើងដេញពីនេះទៅច្រកចូលវាពេល run ទៅវាចូលក្នុង server អញ្ចឹងយើងមានអីគេ api.v1 អញ្ចឹង copy អាហ្នឹងយកមកដាក់ទៅនេះ api.v1 អូខេហើយបន្តមកទៀតយើងចូលមកដល់ router យើងឃើញ os route អញ្ចឹង os យើងចូលអានេះមួយទៀតអញ្ចឹងយើងដាក់ os route /1 បន្ទាប់មកយើងចូលមកដល់ os route នៅក្នុង os route យើងចង់ access register អញ្ចឹងយកពី register មកអាហ្នឹងមកអូខេអញ្ចឹង body យើងយក raw ហើយយើងយក JSON ត្រូវហើយអញ្ចឹងមានអីគេ email ខ្ញុំដាក់ថា john do@gmail.com ហើយខ្ញុំដាក់តា password 1 2 3 4 5 6ហើយខ្ញុំដាក់ first name មុនទៅ first name John last name អានេះខ្ញុំបរិយាយធំតិច last name last name do age 8 phone ឧទាហរណ៍ទេអូខេប៉ុណ្ណឹងអញ្ចឹង let's see នៅពេលដែលយើង run អញ្ចឹងពេលដែលខ្ញុំ run អូខេអញ្ចឹងឃើញហើយនេះមាន data បោះ data មកមានឈ្មោះអីចឹងមកបោះជា ID បោះអីចឹងមក role user default ដែលយើង define ហើយបោះ token មកអូខេហើយបន្ទាប់មកយើងចូលមើលនៅក្នុងMongo Compact របស់យើងមកឥឡូវនេះនៅក្នុង database ដែលខ្ញុំបានធ្វើហ្នឹងហើយខ្ញុំ refresh មួយមកយើងនឹងឃើញ data ចូលមកហើយយើងនឹងឃើញ data ហ្នឹងចូលមកហើយអូខេ data ប៉ុណ្នេះអញ្ចឹងយើងឃើញ password គឺវាចូលមកចេះអញ្ចឹងមានន័យថាវាទៅ load អញ្ចឹងយើងអត់ hash យើងអត់ decrypt វាអញ្ចឹងវាអត់ល្អទេអញ្ចឹងយើងត្រូវតែធ្វើ decrypt អូខេអញ្ចឹងខ្ញុំចូលមកក្នុង register service យើងប្រើ decrypt password អូខេអញ្ចឹងនៅក្នុង password នេះខ្ញុំបង្កើតយើងដាក់ថា decrypt មក decrypt password អញ្ចឹងឧទាហរណ៍ថា cons ខ្ញុំដាក់ថា hash password ស្មើឲ្យគេខ្ញុំ import decrypt ពី decrypt.js import decrypt from decrypt.js អូខេអញ្ចឹង make sure ថាអ្នកនរគ្នា install npm install decrypt.js នេះមកអូខេអញ្ចឹងយើង decrypt មក dot hash password ដែលយើងបញ្ចូលហើយនឹងhash password 12អញ្ចឹងទៅអូខេយើងដាក់ប៉ុន្មានក៏បានដែរនឹងវាជាចំនួនទេវាជាចំនួនអូខេអញ្ចឹងកន្លែង password នេះយើង replace ដោយ password ហើយយើងដាក់ថា hash password ប៉ុណ្្នឹងមកអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវយើងតេស្ត logic របស់យើងដែលយើងសរសេរឥឡូវឧទាហរណ៍ថា email ហ្នឹងមានហើយអូខេយើងអត់តន់តេស្តដល់ password ទេតែ email ហ្នឹងមានហើយយើងតេស្តម្ដងទៀតវានឹងបំវិសេថា email already exists 400 ខ្វះចឹងទៅអូខេអញ្ចឹងខ្ញុំដាក់ដូរ email ដាក់ថាអូខេអញ្ចឹងខ្ញុំមកដូរទៅខ្ញុំលុបចោលអូខេខ្ញុំលុបចោលសិន refresh លុបចោលអូខេ refresh វាបាត់ហើយអូខេអញ្ចឹងខ្ញុំ register សាថ្មី password cache to string promise pending អញ្ចឹងយើងមកមើលកន្លែងនេះអូខេយើងមកមើលកន្លែងនេះមក
ចាំតិចគ្នាយើងតើវាខុសអីគេអូខេអញ្ចឹងយើង hash ហេតុអីវាអត់ទៅតោះអញ្ចឹងយើង run សារថ្មីយើងដាក់ថា7 8ចេះទេ user validation fail password cache to string promise return a string អត់ត្រូវទេ bcrypt hash ហេតុអីបានអត់ដើរតែម្ដងទៀត hash អូខេយើងមកមើលសារថ្មី password យើងបញ្ចូលហើយអញ្ចឹងយើង console log មើលកន្លែងនេះ hash password hash run hit promise await អូខេថាម await ហើយយើង send អូខេអញ្ចឹងយើង miss await ទេដាក់ await មកវាលេងអីហើយអញ្ចឹងនេះ hash password ដែលយើង hash ទៅយើង console លើនេះអញ្ចឹងយើងបិទប៉ុណ្ណឹងមកដកនេះវិញអញ្ចឹងមានន័យថាអូខេយើង password យើង bcrypt បានហើយអញ្ចឹងបើយើងចូលមកទៅនេះយើង refresh អូខេអញ្ចឹង password យើងគឺបែបនេះអូខេអញ្ចឹងគឺមានប៉ុណ្ណឹងសម្រាប់ register អញ្ចឹងបន្តមកទៀតយើងធ្វើ login អូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើ login មួយទៀតexport cons login service ស្មើ async request response ដដែលអូខេអញ្ចឹង login យើង try catch ដែរមក try catch អញ្ចឹងខ្ញុំយកអានេះមកដដែលទៅយកប៉ុណ្ណេះមកហើយខ្ញុំផាសមកទៅនេះ error try ទីមួយយើងការ cons យើងត្រូវ input គេពី body ទីមួយគឺ email ហើយនឹង password ទៅប៉ុណ្្នឹងទេដែល request ចេញពី body អូខេបាច់មានអូខេហើយបន្តមកទៀតយើងត្រូវ check ម្ដង cons exist email ស្មើ await user model.find one នៃ email ហ្នឹងលើកនេះយើង check ខុសផ្ទុយពី register បើមានហើយអត់ឲ្យចូលតែអានេះបើមានគឺពេលដែលគេ log in យើងត្រូវ check email ហ្នឹងគឺ exist នៅក្នុងdatabase យើងអត់បើវា exist មានថាយើងអូខេគាត់អាចចូលទៅបានប៉ុន្តែបើ email ហ្នឹងអត់មាននៅក្នុង database យើងទេយើងអត់ឲ្យគាត់ចូលទៅបានទេព្រោះគាត់អត់បាន register អញ្ចឹងអូខេយើងប្រើ if មិនស្មើនឹង exist email ហ្នឹងទេយើងធ្វើម៉េចយើង rest dot status 400 dot json យើងដាក់ message មកដាក់ថា email not found អូខេ email not found ឬក៏ email not exist អញ្ចឹងទៅប៉ុន្តែបើមានយើងចាប់ផ្ដើមធ្វើតអូខេអញ្ចឹងទី1នៅពេលដែល log in អូខេបើមានហើយយើងត្រូវ check password ទៀតតើ password នឹងត្រូវអត់អូខេអញ្ចឹងយើងត្រូវ exit password cons password exist ស្មើគេនេះយើងស្មើនឹង password dot password exist យើងអាចដាក់ password exist ឬក៏មិន
ឲ្យវាស្រួលយល់password exist ឬក៏password ស្មើនឹង bcrypt compare password ដែលយើង input នឹងpassword ដែលចេញពី database អញ្ចឹងយើង find password មួយទៀត const exist password ស្មើ wait user model find one នៃfind one នៃមិនកើតអាហ្នឹងយើងដាក់មិនកើតក្នុងនេះអូខេអញ្ចឹងអានេះអត់ទេយើង compare មួយ email នេះប៉ុន្តែដោយសារនៅក្នុង access email នេះតាមរយៈ find email នេះយើង find password បានហើយតែហេតុអីវា error យើងមើលមក hash password string អូខេអូខេ password password យើងដាក់នេះមុនជាមួយនឹង password ដែលយើងបានបញ្ចូលអូខេអញ្ចឹងអានេះមិន error password hash overload password flow compare ខ្ញុំ install Copilot សិនឲ្យវាជួយធ្វើឲ្យបន្តិចអូខេកន្លែងនេះវា error ដោយសារតែ fix ឥឡូវយើង fix តិចមកយើងសួរ Copilot តិចមកហេតុអីoverload no overload match it call define email compare password access email ឥឡូវយើង accept សិនយើងមើលសិន login service email access សមុទ្រអូខេអត់មែនទេតើយើងបកមកវិញយើងបកមកកូដយើងវិញអានេះវាអញ្ចឹងយើងត្រូវចេញលក្ខខណ្ឌសិន if មិនស្មើនឹង access នៃ email.password អូខេអញ្ចឹងយើង return ប៉ុណ្ណេះមកនេះយើងដាក់ចេះវិញអូខេហើយយើងដាក់មកអញ្ចេះ access email.password បើយើងដាក់ error ហេតុអីมันវា error access email ឥឡូវយើងមើលម្ដងទៀតបើតនេះចោល fake ម្ដងទៀតនេះយើងហេតុអីវាដា password ដែលយើងបញ្ចូលវា error type ទេនេះយើងតែយើងមិនដឹងថាហេតុអី error កន្លែងហ្នឹង
អូខេយើង accept សិនមកអូខេទី1 exist email not exist is password valid compare ជាមួយនឹង extra password generate token password find one email exists is password valid ស្មើនឹង bcrypt compare exist password ជាមួយនឹង email password អូខេដាក់ត្រូវហើយមិនវាចេញអញ្ចឹងពីដើមឡើយយើងធ្វើបានប៉ុណ្នេះពីដើមឡើយយើងធ្វើបានប៉ុណ្នេះ email ហើយបន្តមកទៀតយើងមិនចាប់ផ្ដើមធ្វើ generate token exit email ដល់យើងមិនចាប់ផ្ដើមធ្វើ con is password valid ស្មើ await bcrypt.compare នៃ password exist.password ចឹងឡើយយើងមិនដាក់ថា if នេះយើង return ចេះ if exit email.password is មិនស្មើនឹង exist email.password no អានេះយើងដាក់ចេះវិញមិនត្រូវអូខេយើង copy អានេះមកខាត់វាហើយយើងយកមកបែបនេះ exit email យើងដាក់ចឹងទៅយើងដាក់ថា is password valid នេះ is មិនស្មើនឹង password មែនទេថា password not correct not correct អូខេតែបើ L អូខេចាប់ផ្ដើម token generate exit email.id យើង return exit email នឹង exit email ដោយសារតែ email ហ្នឹងតាមរយៈនេះយើង find បាន ID របស់ user បាន object របស់ user នឹងទៅមូលហើយអញ្ចឹងយើងយកប៉ុណ្្នឹងមកអូខេអញ្ចឹងមានប៉ុណ្្នឹងទេអូខេអញ្ចឹងដូចជាមានអីទេហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើដូចគ្នា controller export con login controller អញ្ចឹង import មកអូខេប៉ុណ្នេះ controller វាសាលដូចគ្នា await sync របស់អានេះទៅដូចគ្នាប៉ុណ្្នឹងទេអត់មានអីទេហើយបន្តមកទៀតយើងចាប់ផ្ដើម route ស្រោតដដែលទេយើង route dot host នៃ login អូខេ login controller ហើយខៅ controller នឹងមកអូខេតែប៉ុណ្្នឹងហើយបន្តមកទៀតយើងតេស្តអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នេះខ្ញុំ copy ទៅប៉ុណ្ណេះមកនេះយើង save មួយតោះមកខ្ញុំបងទៀតដាក់ថា login អញ្ចឹងខ្ញុំដាក់ថា post yes sorry localhost ខ្ញុំដាក់ថា login អូខេ body ដូចគ្នាអញ្ចឹងនេះខ្ញុំយកទៅប៉ុណ្ណេះមកហើយខ្ញុំយកជា JSON នេះយើងអូខេហើយ login លើ ID ប៉ុណ្ណឹង email ប៉ុណ្ណឹងអូខេ login ហើយ respond ដូចគ្នាអញ្ចឹងបើសិនជាខ្ញុំដកប៉ុណ្ណេះវានឹងថា password incorrect ដោយសារតែវា compare ត្រូវគ្នានេះវាចូលលក្ខខណ្ឌមួយនេះវាចូលលក្ខខណ្ឌមួយនេះអូខេពេលដែល import password ចូលមកពេល password ជើងចូលមកហើយតាមរយៈ exit email នេះដែលយើង find បានហើយយើងគ្រាន់តែ dot password មកហើយ password ពីរហ្នឹងវា compare គ្នាមួយ password នៅក្នុង database របស់យើងមួយ password ដែលយើងបានបញ្ចូលតែដោយសារនេះវា bcrypt អញ្ចឹងបានយើងប្រើ algorithm bcrypt នេះ .compare ដែលយើង install ដែលវាជា third party ដែលយើង install នេះមកអញ្ចឹងវា compare ពីរនឹងចូលគ្នាបើអូខេវាឲ្យទៅតែបើអត់អូខេទេវាចូលលក្ខខណ្ឌមួយនេះវា return error ឲ្យយើងតែបើអត់ error ទេវាដើរមួយនេះវា generate token ដោយបោះ ID នឹងចូលហើយ return ប៉ុណ្ណឹងមកបោះ token អញ្ចឹងមកអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេវាអត់មានអីពិបាកទេ
អូខេអញ្ចឹងវីដេអូហ្នឹងគឺសូមចប់តែប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយ